តោះបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកបញ្ចប់អំពីវិធីផ្សារភ្ជាប់ជាមួយនឹងចក្រវាលណាអញ្ចឹងគឺ EP 3នេះគឺជាវគ្គបញ្ចប់អញ្ចឹងយើងមាន3វិធីផ្សារភ្ជាប់ជាមួយនឹងចក្រវាលណាបងប្អូនវិធីទី1នៅ EP 1វិធីទី2នៅ EP 2ណាបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនចង់ដឹងថាទី1វិធីទី1ធ្វើយ៉ាងម៉េចវិធីទី2ធ្វើយ៉ាងម៉េចណាអញ្ចឹងបងប្អូនអាចអញ្ជើញត្រឡប់ទៅមើលបានណាវីដេអូរបស់ខ្ញុំនៅ EP 1 EP 2ណាបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវនេះវិធីទី3ណាគឺវិធីផ្សារភ្ជាប់ជាមួយនឹងចក្រវាលងាយចាបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវនេះគឺចំណុចទី3នេះគេថាឲ្យយើងសរសេរណាបងប្អូនចាគេថាឲ្យយើងសរសេរនៅពាក្យអរគុណណាសរសេរអរគុណមិនសរសេរពាក្យអរគុណទេគឺសរសេរអរគុណនៅអ្វីដែលអ្នកកំពុងតែកំងចក្រវាលដែលអ្នកកំពុងតែស្នើសុំចក្រវាលដែលអ្នកកំពុងតែកំងចក្រវាលដែលពេលនេះអ្វីដែលអ្នកកំងនោះវាមិនទាន់បាននៅឡើយទេប៉ុន្តែឲ្យអ្នកសរសេរចេញមកនៅពាក្យថាអរគុណដោយអ្វីដែលអ្នកបានទទួលហើយអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងអរគុណនេះគឺមានន័យថាយើងអត់ទាន់បានរបស់ហ្នឹងទេណាប៉ុន្តែយើងត្រូវតែសរសេរពាក្យអរគុណទុកហើយនេះចេះចក្រវាលយ៉ាងដូចចម្លែកមិនទាន់បានផងឲ្យអរគុណហើយចាអញ្ចឹងការកំងចក្រវាលគឺយើងកំងបែបថាយើងបានទទួលហើយយើងក៏អរគុណទុកជាមុនមិនអរគុណទុកជាមុននេះនិយាយមិនត្រូវគឺអរគុណនៅអ្វីដែលអ្នកបានកំងនឹងអរគុណណាចាអរគុណប៉ុន្តែអ្នកការសរសេរវាចេញមកនេះគឺចង់និយាយថាយើងមាននៅក្នុងភាសារបស់ចក្រវាលគេនិយាយថា write it down make it happen write it down make it happen អញ្ចឹងបងប្អូនសរសេរវាចេញមកបងប្អូនចង់បានអីបងប្អូនសរសេរវាចេញមកដើម្បីប្រាប់ទៅចក្រវាលដើម្បីកំងទៅចក្រវាលថាយើងកំងអានឹងហើយពេលដែលយើងសរសេរហើយគឺយើងត្រូវតែអរគុណហើយនឹងមានអារម្មណ៍ថាដូចដែលបានទទួលហើយអញ្ចឹងណាប៉ុន្តែអារបស់ចាស់របស់យើងនេះអារបស់ដែលនៅជុំវិញខ្លួនរបស់យើងនេះក៏យើងត្រូវតែអរគុណដែរប៉ុន្តែអរគុណពីរហ្នឹងគឺខុសគ្នាអរគុណអ្វីដែលយើងមានហើយនឹងអរគុណនៅអ្វីដែលយើងទៅតែកំងចក្រវាលគឺវាខុសគ្នាបងប្អូនអារម្មណ៍វាខុសគ្នាណាអញ្ចឹងយើងអរគុណអ្វីដែលយើងមានហើយឧទាហរណ៍ថាយើងមានឡានអញ្ចឹងយើងអរគុណឡានដែលដឹកយើងរាល់ថ្ងៃណាយើងធ្វើការសំណឹកដឹងអរគុណកុំតែបានឡាននឹងកុំអីខ្ញុំគ្មានអីជាងគេទេទៅកពតកំពង់សោមទៅអីផ្សេងគឺងាយស្រួលបានឡាននឹងជូនទៅអរគុណឡានមួយនេះអាហ្នឹងយើងអរគុណប៉ុន្តែអ្វីដែលខ្ញុំនិយាយពេលនេះគឺឲ្យអរគុណនៅអ្វីដែលអ្នកកំងតែមិនទាន់បានទេអញ្ចឹងខ្ញុំឧទាហរណ៍ថាដូចជានៅសុកស្រាប់តែប្តីទិញចិញ្ចៀនពេជ្រមួយមកឲ្យវ៉ាវតែអ្នកមានអារម្មណ៍បែបណាអ្នកអរគុណបែបណាអ្នកមានអារម្មណ៍រំភើបរីករាយសប្បាយទោះចេញមកបែបណាគឺអ្នកត្រូវតែធ្វើអារម្មណ៍ឲ្យដូចបែបហ្នឹងអញ្ចឹងនៅពេលដែលអ្នកកំងអ្វីមួយនោះគឺអ្នកត្រូវតែមានអារម្មណ៍បែបទទួលបានហើយបែបរំភើបបែបហ្នឹងទៀតតែម្ដងណាបងប្អូនចាអញ្ចឹងបងប្អូនធ្វើបែបនេះអានេះគឺជាវិធីផ្សារភ្ជាប់ជាមួយនឹងចក្រវាលវគ្គទី3អញ្ចឹងបងប្អូនរៀនធ្វើវាសាំត្រាលបងប្អូនអាចសាកធ្វើវាពីតូចទៅមុនណាសាកធ្វើវាពីចំណុចតូចទៅបងប្អូននឹងបាន